ចិត្តតែជួលរថយន្តលើកទី1មែនទេនេះជាអ្វីដែលលោកអ្នកគួរតែយល់ដឹងមុនពេលជួលរថយន្តពី AV Cambodia ចំណុចទី1ការត្រៀមឯកសារលោកអ្នកត្រូវភ្ជាប់មកជាមួយនឹងឯកសារសំខាន់ចំនួន2ទី1គឺអត្តសញ្ញាណប័ណ្ណសម្រាប់ការជួលជាលក្ខណៈបុគ្គលឬប័ណ្ណបតង់សម្រាប់ការជួលជាលក្ខណៈក្រុមហ៊ុននិងមួយទៀតគឺប័ណ្ណបើកបរដែលមានសុពលភាពចំណុចទី2ការជ្រើសរថយន្តដែលសមស្របនឹងតម្រូវការក៏ជាចំណុចសំខាន់ក្នុងការធ្វើឲ្យដំណើរកម្សាន្តរបស់លោកអ្នកប្រកបទៅដោយផាសុកភាពនិងរលូនផងដែរមិនថាការធ្វើដំណើរផ្ទាល់ខ្លួនការធ្វើដំណើរជាក្រុមឬក៏ការធ្វើដំណើរបែបអាជីវកម្ម Avis Cambodia មានជម្រើសរថយន្តជាច្រើនប្រភេទដើម្បីបំពេញតម្រូវការរបស់លោកអ្នកទី3លក្ខខណ្ឌធានារ៉ាប់រងនិងការកក់ប្រាក់អតិថិជនត្រូវយល់ច្បាស់ពីលក្ខខណ្ឌធានារ៉ាប់រងនិងការកក់ប្រាក់មុននឹងចុះហត្ថលេខាដើម្បីធានាបាននូវភាពច្បាស់លាស់និងការធ្វើដំណើរប្រកបដោយទំនុកចិត្តចំណុចទី4គោលការណ៍ប្រេងឥន្ធនៈនិងការប្រកួតរថយន្តចំណុចសំខាន់មួយទៀតលោកអ្នកត្រូវយល់ដឹងពីគោលការណ៍ប្រេងឥន្ធនៈនិងពេលវេលានៃការប្រកួតរថយន្តជៀសវាងការគិតថ្លៃបន្ថែមជាក់ស្ដែងរថយន្តដែលប្រកបពី AV Cambodia គឺសុទ្ធតែមានសាំងពេញអញ្ចឹងនៅពេលដែលប្រកួតត្រឡប់មកវិញក៏តម្រូវឲ្យមានសាំងពេញដូចគ្នាចំណុចទី5ការត្រួតពិនិត្យរថយន្តលោកអ្នកត្រូវត្រួតពិនិត្យរថយន្តឲ្យបានម៉ត់ចត់និងថតរូបទុកជាភស្តុតាងបង្ការការយល់ច្រឡំក្នុងករណីមានបញ្ហាអំឡុងពេលបើកបរជួលរថយន្តប្រកបដោយទំនុកចិត្តសូមជ្រើសរើស AV Cambodia